thôi nhauខ្លួនឯងបាទงั้นខ្ញុំមិនតែ ចូលសួរអំពូមីងនេះជាការអឺតបេះត្រូវនឹងមកទេនៅក្រៅផ្ទះដើម្បីយកមកធ្វើម្ហូបថ្ងៃនេះអត់ដល់ថ្ងៃមកទៀតហើយឥឡូវនេះទីចាកំពុងទៅហាលសត្វរៀបចំគ្រឿងដើម្បីធ្វើម្ហូបឲ្យអូនញ៉ាំអំពូមីងនឹងថាម្ហូបអីមែនទេគឺស្លាបញ្ជូគ្រឿងសាច់គោឥឡូវនេះអូនរៀបចំគ្រឿងរួចរាល់ហើយអំពូមីងមុននេះបងអូនបានប្រាប់អំពូមីងហើយថាអូនធ្វើម្ហូបអីនោះឥឡូវនេះអូនរៀបចំគ្រឿងរួចហើយនេះហើយអូនប្រើប្រេងតែគឺអូនប្រើខ្លាញ់ជ្រូកដើម្បីឲ្យវាឈ្ងុយឥឡូវអូនដាក់សាច់គោចូលហើយណារួចហើយអូនកូរវាបន្តិចហើយអូនដាក់ប្រហុកចូលប្រហុកអូនដាក់តបន្តិចទេដោយសារអូនអត់សូវចូលចិត្តហើយអូនប្រើស្ករត្នោតជំនួសស្ករសរួចហើយអូនដាក់ទឹកអំពិលចូលបន្តិចហើយចាក់ខ្ទិះដូងចូលមកនៅពេលដែលទឹកពុះហើយអូនដាក់ត្រកួនចូលរីឯត្រកួនអូនអត់ដាក់យូរទេអូនដាក់ទៅមួយផ្លេតរួចហើយអូនដាក់វាចូលរួចហើយអូនបលត់ភ្លើងឥឡូវនេះសម្លអូនឆ្អិនហើយអញ្ចឹងអំពូមីងសូមមកសាករសជាតិជាមួយអូនទាំងអស់គ្នាទំនងណាអំពូមីងអើយអូនញ៉ាំនឹង2ចានណោះហើយអ្វីដែលពិសេសជាងគេគឺអូនញ៉ាំតកួនជ្រលក់ទឹកត្រីគ្រាន់តែអូនបញ្ចូលសលេងក៏អូនមើលទៅក៏អូនឃ្លានដែរប៉ុន្តែឥឡូវអស់ហើយអំពូមីងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណារសជាតិឆ្ងាញ់ណាស់បាយបាយ